ត្រូវត្រៀម3យ៉ាងនេះប្រសិនបើចង់ឲ្យកូនមានសុខភាពល្អលូតលាស់ល្អអញ្ចឹងយើងដឹងហើយនៅពេលដែលយើងមានកូនគឺជាក់ស្ដែងណាម៉ាក់តែងតែប្រាថ្នាថាចង់បានកូនដែលមានសុខភាពល្អឆ្លាតស្អាតពីកំណើតអញ្ចឹងម៉ាក់ត្រូវត្រៀម3ចំណុចទី1តាក់ទងជាមួយនឹងរបបអាហារការជ្រើសរើសរបបអាហារញ៉ាំគឺជាចំណុចមួយសំខាន់ជាពិសេសញ៉ាំអាហារណាដែលសម្បូរទៅដោយពពួកវីតាមីនជាតិដែកអាស៊ីតហ្វូលិកវីតាមីន C និងវីតាមីនចម្រុះផ្សេងទៀតដែលវាជួយឲ្យចរន្តឈាមរត់ទៅចិញ្ចឹមសរីរាង្គបន្តពូជរបស់ស្ត្រីបានល្អជាពិសេសគឺជួយឲ្យស្បូនមានសន្ទាប់ល្អពងញីរីកលូតលាស់ល្អគុណភាពមេជីវិតញីល្អការបង្កកំណើតល្អទី2គ្រប់គ្រងទៅលើគីឡូចាអញ្ចឹងអាហារទាំងលើនោះបើអ្នកម៉ាក់ញ៉ាំបានត្រឹមត្រូវគឺវាជួយរក្សាគីឡូរបស់យើងឲ្យថេរការឡើងគីឡូគឺអត់ល្អទេសម្រាប់ស្ត្រីព្រោះការឡើងគីឡូអាចប្រឈមមុខជាមួយនៅវិបត្តិប្រែប្រួលអរម៉ូនធ្វើឲ្យយើងពិបាកក្នុងការមានកូនហើយក៏មានកូនហើយក៏មានផលរំខានទី3គឺកាត់បន្ថយអាហារដែលមានជាតិផ្អែមនិងជាតិហ្គាសយើងដឹងហើយអាហារដែលមានជាតិផ្អែមវាងាយប្រឈមមុខជាមួយនឹងជំងឺលើសជាតិស្ករឬមួយគេហៅថាជំងឺទឹកនោមផ្អែមដែលធ្វើឲ្យអ្នកម៉ាក់ប្រឈមមុខជាមួយនឹងវិបត្តិសុខភាពប៉ះពាល់ទៅដល់ការលូតលាស់របស់ទារកក្នុងផ្ទៃអាចងាយឲ្យកូននឹងប្រឈមមុខជាមួយបញ្ហារលូនអញ្ចឹងបើអ្នកម៉ាក់ដែលគាត់កំពុងតែត្រៀមយកកូនកំពុងតែមានផ្ទៃពោះអាចអនុវត្តវិធីសាស្ត្រ3យ៉ាងនេះ